đây bóng bồn nó cái ngày nay nhom trình video một tiếng đấy ngày nay trong ngày thì đọc bí hay là cá có cái mùi chẳng ngày nay nhom đâu mà đông bằng cọ nhom trình video một khi nhom tới tiền đấy thì đó là so bài buồn ấyคือđông là western nóคือnhiều stea copy video để nhom vậy ngày muốn cứ lại vẫn cứ về này nhom chi thật là ngày sau tới đấy ngày sau miền ở stea thì chẳng cái con nó lại ní màu 4 cho đàm trong stea hãy và sân thì màu kém màu sơ trình màu ấy cứ những stea làm chuyện năng chẳng làm lại ní nhom nhau để tha ở đâu tha hàng là trong được hàng na để vẽ conនឹងការបានគាត់គិតគូររឿងដាក់ភ្លើង stop ចរាចរណ៍ដើម្បីកុំឲ្យស្ទះព្រោះថាផ្លូវបែកសពបែកជា4នេះតើការបើកបរមិនយល់គ្នាគឺងាយនឹងកកស្ទះចរាចរណ៍ណាស់អញ្ចឹងខ្ញុំអត់មានអីនិយាយច្រើនទេពាក់ព័ន្ធនឹងចំណុចនេះគឺខ្ញុំមានតែប៉ុណ្ណឹងខ្ញុំជីទៅមុខទៀតខ្ញុំចូលទៅក្នុងបង្កក់ហ្មងតើការកកស្ទះអត់ព្រោះខ្ញុំជឿថាម៉ោងនេះមិនតស្ទះខ្លាំងទេបើថាម៉ោង5អាចនឹងស្ទះព្រោះសិស្សសាលាទៅចេញអ្នកធ្វើការទៅចេញខ្ញុំឆ្លងលែនឆ្លងអីជីស្រុកខ្មែរនៅណាក៏ដោយនៅក្នុងពេញនៅក៏នៅខេត្តខ្ញុំត្រឡប់ខ្ញុំគឺខ្ញុំសញ្ញោហើយព្រោះខ្ញុំខ្លាចបញ្ហាដល់គេអ្នកបើកបរក្រោយងាកឆ្វេងងាកស្ដាំគ្នាអត់ដឹងអញ្ចឹងខ្ញុំត្រូវតែប្រយ័ត្នរឿងអស់ហ្នឹងកន្លែងនេះបែរជា4ដែរប៉ុន្តែមិនដែលសូវស្ទះទេឃើញភាគច្រើនមិនសូវមានឡានដែលមកពីខាងស្ដាំខ្ញុំទេភាគច្រើនមានតែមកពីខាងមុខហើយខាងឆ្វេងកន្លែងហ្នឹងខ្ញុំអត់សូវជាមាន concern ទេអ្វីដែល concern នៅកន្លែងបែរជា4ខាងមុខកន្លែងបែរជា4លើខាងមុខហ្នឹងខ្ញុំឆ្ងល់ដែរថាកន្លែងហ្នឹងពេលណាបានគេគិតគូររឿងដាក់ stop ដាក់អីចឹងព្រោះល្ងាចឡើងខ្ញុំឃើញកន្លែងហ្នឹងគឺស្ទះសងរងហើយតែប៉ុន្តែរហូតដល់ខ្ញុំអត់ដែរជិះតាមផ្លូវហ្នឹងទេពេលមកវិញតែដោយសារតែថ្ងៃនេះខ្ញុំត្រូវទៅម្ដុំបាក់ទុកចឹងខ្ញុំក៏ជិះកាត់តាមបង្កក់ទៅហើយខ្ញុំគិតថាមិនសូវស្ទះទេចឹងដោយកន្លែងនេះចឹងគឺផ្លូវបែរជា4នេះក៏អត់មាន stop ចរាចរណ៍អីដែរចឹងបាទខ្ញុំលើកឡើងមុនហ្នឹងថាក៏វាជាកត្តាមួយដែរដែលធ្វើឲ្យកកស្ទះចរាចរណ៍នៅកន្លែងហ្នឹងចឹងបើសិនជាកន្លែងផ្លូវបែរជា4នេះបើកនិយាយត្រង់ទៅតតែយើងយកយល់គ្នាខ្លាំងតែមិនយកយល់ទេគឺកកស្ទះនៅកណ្ដាលផ្លូវហ្នឹងគឺឆ្វេងក៏ទៅបានស្ដាំក៏មកមិនកើតទៅយើងទៅពីនេះទៅត្រង់ក៏មកទៅក៏មិនកើតនិយាយទៅគឺតតែយកយល់គ្នាហើយមិញខ្ញុំឃើញថាមិនអីទេព្រោះដោយសារតែដូចខ្ញុំលើកអញ្ចឹងគឺមិនតន់ដល់ម៉ោងដែលបងប្អូនចេញពីធ្វើការឬក៏ថាបងប្អូនចេញពីសាលារៀនតែពេលអញ្ចឹងទៅក៏ខ្ញុំគិតថាវាមិនតន់ទេជាមានចរាចរណ៍ផ្ទះខ្លាំងដែរនិយាយរួមទៅផ្លូវនេះខ្ញុំក៏មកជិះពីឥឡូវនេះខ្ញុំដល់ stop កន្លែងនេះមាន stop កន្លែងមុនហ្នឹងអត់តមាន stop ទេអញ្ចឹងឥឡូវខ្ញុំដល់ stop កន្លែងនេះខ្ញុំហៅថា stop Lambo ព្រោះកន្លែងហ្នឹងមានក្រុមហ៊ុន Lambo ខ្ញុំហៅ stop Lambo ឬបងប្អូនហៅ stop អីផ្សេងអាចប្រាប់ខ្ញុំផងព្រោះនៅក្នុងបង្កក់នេះមានផ្លូវបែកជា4ច្រើនព្រោះអត់តមានឈ្មោះកន្លែងខ្លះអញ្ចឹងខ្ញុំមានតែហៅតាមទីតាំងចំណាំជាក់ស្ដែងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំសញ្ញោស្ដាំបត់ទៅខាងក្តាន2ខ្ញុំចង់ដឹងថាកន្លែងក្តាន2ហ្នឹងស្ទះអត់ព្រោះខ្ញុំគិតថាក៏មិនទៅស្ទះណាស់ណាដែរព្រោះខ្ញុំឃើញយើងតលាយដែរខាងមុខព្រោះជាក់ស្ដែងកន្លែងនេះតែល្ងាចឡើងក៏ស្ទះដែរព្រោះថាទូទៅបើសិនជាខ្ញុំជិះរដងម៉ោង
5 6អីពេលខ្លះសង្ឃថា4 stop ឬក៏5 stop ហើយបានឆ្លងតែខ្ញុំគិតថាម៉ោងនេះដូចជាវារៀងទលាយដែរអញ្ចឹងខ្ញុំគិតថាអាចទៅត្រឹមតែ1 stop ឯងខ្ញុំឆ្លងបានអញ្ចឹងសម្រាប់ថ្ងៃនេះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងបើសិនជាបងប្អូនឯងមានមតិយោបល់អីបន្ថែមអាចខមមិនមកដើម្បីជាការលើកទឹកចិត្តឬក៏មតិកែលម្អអីដើម្បីឲ្យវីដេអូខ្ញុំនឹងល្អប្រសើរពីមួយវីដេអូទៅមួយវីដេអូខ្ញុំសង្ឃឹមថា channel ហ្នឹងគឺធ្វើឲ្យបងប្អូនគ្រប់គ្រងទាំងអស់គ្នានិងជួយ like ជួយ subscribe ខ្ញុំផងដើម្បីជាកម្លាំងចិត្តធ្វើបន្តទៅមុខទៀតអរគុណទាំងអស់គ្នារីករាយដើមសប្តាហ៍ថ្មី